បាទជំរាបសួរបងប្អូនក្នុងនិងក្រៅប្រទេសឥឡូវនេះយោធាថៃចាប់ផ្ដើមបាញ់មកលើកម្ពុជាមុនទៀតហើយបងប្អូននៅថ្ងៃទី12ខែ11យើងនេះនៅវេលាម៉ោង4គឺបានបាញ់រះបាទបានបាញ់រះមកលើប្រជាពលរដ្ឋខ្មែរដែលស្លូតត្រង់នៅភូមិព្រៃច័ន្ទបណ្ដាលឲ្យរងរបួស3នាក់ហើយនឹងស្លាប់1នាក់នឹងសបញ្ជាក់ឃើញថាថៃគឺវាអត់ស្ដាប់នរណាទាំងអស់បងប្អូនសំបីតែដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកក៏ថៃវាអត់ស្ដាប់ដែរអញ្ចឹងហើយសូមផ្ដាំទៅបងប្អូនដែលចូល PPT ហើយនៅគ្រប់គ្រងផលិតផលថៃបងប្អូនគួរតែបញ្ឈប់មិនតាន់ជាមិនតាន់បងប្អូនគេធ្វើបាបយើងប៉ុណ្ណឹងហើយយើងគួរតែចេះឈឺចាប់ឥឡូវនេះដល់ដំណាក់កាលនេះហើយបងប្អូនដឹងស្រាប់ហើយគឺវាឡើងគិតអីហើយសំបីតែប្រទេសគេកំពុងតែគ្រោះទឹកជំនន់អីយ៉ាងណាក៏ដោយគឺវានៅតែបំពេញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដោយមានញញើតហើយនឹងហែកចោលកដាស់នឹងទៀតអញ្ចឹងបានន័យថាវាឡើងខ្លាចហើយបងប្អូនអឺតាមបណ្ដាព្រំដែនទាំងអស់បាទគួរតែត្រៀមជំនះចេញអស់ហើយបើថាបងប្អូនមិនចេញទេគឺត្រូវតែមានរណ្ដៅត្រង់សេដើម្បីការពារខ្លួនបាទអរគុណ